កាលពីថ្ងៃទី25 ខែមីនាគណៈប្រតិភូអ៊ុយក្រែននិងសហរដ្ឋអាមេរិកគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារនៅប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីកិច្ចចរចារុស្ស៊ីអាមេរិកនៅទីនោះមួយថ្ងៃមុននេះស្ដីពីសំណើមតិឈប់បាញ់នៅសមុទ្រខ្មៅដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថានឹងបើកផ្លូវសម្រាប់ការចរចាសន្តិភាពកាន់តែទូលំទូលាយកិច្ចចរចារយៈពេលមួយថ្ងៃកាលពីថ្ងៃច័ន្ទនៅប្រទេសអារ៉ាប៊ីសាអូឌីតរវាងមន្ត្រីរុស្ស៊ីនិងសហរដ្ឋអាមេរិកត្រូវបានក្រុងវ៉ាស៊ីនតោនបង្ហាញថាជាជំហានមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតី Donald Trump ដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេល3ឆ្នាំកិច្ចពិភាក្សាបានបញ្ចប់កាលពីល្ងាចថ្ងៃច័ន្ទហើយសេចក្តីថ្លែងការណ៍រួមមួយត្រូវបានបញ្ជូនទៅទីក្រុងមូស្គូនិងវ៉ាស៊ីនតោនសម្រាប់ការអនុម័តដោយភាគីនានាមានបំណងចេញផ្សាយវានៅថ្ងៃអង្គារប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បាននិយាយនៅក្នុងវីដេអូពេលយប់របស់លោកកាលពីថ្ងៃច័ន្ទថាមន្ត្រីរបស់លោកនៅទីក្រុង Riyadh នឹងជួបជាមួយក្រុមសហរដ្ឋអាមេរិកបន្ទាប់ពីកិច្ចចរចារុស្ស៊ីអាមេរិក